សួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គាំទ្រនៅក្នុងការកាត់សុបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីណាដែលសុបិនឃើញភ្នែកចម្លែកបងប្អូនដែលសុបិនឃើញភ្នែកចម្លែកទេបងប្អូនសុបិនឃើញភ្នែកចម្លែកឬក៏បងប្អូនសុបិនថាខ្លួនឯងឃើញភ្លើងចម្លែកអ្វីមួយឬក៏បងប្អូនសុបិនថាខ្លួនឯងបានឃើញភ្នែកដែលកំពុងតែមើលយើងឬក៏ដើរតាមយើងឬក៏ឃើញភ្លើងអ្វីព្រិចដែលយើងនឹកស្មានមិនដល់ថាហើយក៏ស្មានមិនដឹងថាជាអ្វីទេនៅក្នុងសុបិនហ្នឹងគឺយើងអត់យល់សិក្សាថាជាសុបិនឃើញអ្វីឬក៏ភ្លើងអ្វីយើងអត់ដឹងទេណាបងប្អូនណាយ៉ាងបើបងប្អូនសុបិនឃើញភ្នែកអ្វីមួយតែចម្លែកឬក៏ជាឃើញភ្លើងអ្វីមួយដែលចម្លែកតែយើងស្មានមិនត្រូវឬក៏យើងដឹងថាជាអ្វីមួយសុបិននេះចាត់ទុកថាជាសុបិនអាក្រក់សុបិននេះមិនល្អសម្រាប់ដំណើរជើងសារចំពោះបងប្អូនដែលប្រកបមុខរបររស់ស៊ីទេណាបងប្អូនណាចឹងបងប្អូនអ្នកដែលមានគ្រួសារអ្នកនៅនេះសំស្ដាប់បើបងប្អូនអ្នកដែលមានគ្រួសារបើចង់ដាក់ទុនមុខរបរធំមិនថាអ្នកនៅលីក៏ដែរឲ្យតែមានមុខរបរធំដាក់ទុននៅក្នុងថ្ងៃនេះសូមផ្អាកជាបន្ទាន់ព្រោះសុបិននេះចាត់ទុកថាបងប្អូននឹងអាចខាតបង់ទាំងស្រុងតែម្ដងដំណើរជើងសាររបស់បងប្អូននឹងអាចជួបរឿងរ៉ាវរញ៉េរញ៉ាយកើតឡើងវាថារឿងរ៉ាវជួបនឹកស្មានមិនដល់បញ្ហាដែលបងប្អូនកំពុងតែដាក់នឹងខាតបង់ទៅទេតែម្ដងហើយបើបងប្អូនគិតកាន់តែធំខាតកាន់តែធំអញ្ចឹងបងប្អូនផ្អាកមួយថ្ងៃនឹងសិនហើយបងប្អូនអាចចាប់ដើមនៅក្នុងថ្ងៃស្អែកបន្តទៀតណាបងប្អូនណាតើក្នុងថ្ងៃស្អែកហ្នឹងយើងចង់ដាក់ទុនមុខរបររស់ស៊ីយ៉ាងម៉េចវិញណាហើយបើបងប្អូនសុបិននឹងចឹងទៀតមកទៅហើយបើនៅក្នុងចង់ជំនះដាក់នៅក្នុងថ្ងៃស្អែកទៅបិណ្ឌថ្ងៃហ្នឹងទៀត3ថ្ងៃសូមបងប្អូនបាក់មុខរបរហ្នឹងជាមិនតាន់ណាបងប្អូនណាកាន់តែខំកាន់តែយ៉ាប់អញ្ចឹងសូមបងប្អូនប្រយ័ត្នប្រយែងតិចអ្នកដែលមានគ្រួសារទាំងអ្នកនៅលីវណាបងប្អូនហើយអញ្ចឹងសូមបងប្អូនដែលនៅលីវអ្នកនៅលីវបើដល់គូកម្មហើយអ្នកនៅលីវណាគូកម្មប្រចាំជីវិតរបស់បងប្អូននឹងចូលមកដល់ឆាកជីវិតរបស់បងប្អូនដែលថាជួបបើប្រុសប្រថាប្រុសខូចផាត់ក្បត់ស្រីមួយទៅពីរបើមិនខូចនឹងស្រីខូចនឹងស្រាបើមិនខូចនឹងស្រាខូចនឹងលំបាយបងប្អូនអញ្ចឹងសូមប្រយ័ត្នប្រយែងតិចបើបងប្អូនមិនឃើញអញ្ចឹងហ្នឹងហើយគេថាអាហ្នឹងគេថាលេខខាតបងប្អូនណាហើយបើមនុស្សស្រីផាត់តែក្បត់ទៀតបងប្អូនក្បត់ហើយខូចទៀតអញ្ចឹងហ្នឹងហើយអញ្ចឹងអ្នកនៅលីវទាំងអ្នកមានគ្រួសារស្ដាប់អត្ថន័យខ្ញុំឲ្យច្បាស់ហើយបើបងប្អូនចង់ឲ្យរឿងរ៉ាវល្អបានខ្លះមកវិញសូមបងប្អូនធ្វើវិធីដូចអ្វីដែលខ្ញុំប្រាប់តែសូមបញ្ជាក់វិធីដែលខ្ញុំប្រាប់បើបងប្អូនធ្វើតាមវិធីរបស់ខ្ញុំចូល comment ល្អចូល comment ក្នុងវីដេអូរបស់ខ្ញុំល្អបងប្អូននឹងជួបរឿងរ៉ាវល្អដូចបងប្អូនដែលមកចំពោះខ្ញុំផ្ទាល់អញ្ចឹងមកចំពោះខ្ញុំផ្ទាល់ហើយបងប្អូនចូល comment ល្អបងប្អូននឹងជួបរឿងរ៉ាវល្អបន្តទៀតហ្នឹងហើយមិនបាច់មកខ្ញុំក៏បានបងប្អូនធ្វើវិធីតាមខ្ញុំមកចូល comment ល្អបងប្អូននឹងជួបរឿងរ៉ាវល្អខ្ញុំមិនមែនគ្រូទេណាបងប្អូនណាតែខ្ញុំចែករំលែកឲ្យបងប្អូនទទួលនៅអ្វីដែលសុខហ្នឹងហើយអញ្ចឹងបងប្អូនយកអង្គរាប់ឲ្យគ្រប់មួយយុគរបស់បងប្អូនហើយមួយទៀតសូមបងប្អូនយកធូប5ប្រសាដាក់នៅក្នុងបាតដៃក្តាប់ធូបនឹងអុជធូបហើយទៅខាងក្រៅផ្ទះនិយាយពីសុបិនរបស់បងប្អូនប្រាប់ផ្សាយធូបនឹងហើយអុជធូបនៅខាងក្រៅផ្ទះហើយបងប្អូនកន្លោះដៃកន្លោះអីស្អាតហើយចូលនៅក្នុងផ្ទះមកដាក់សម្ដៅទៅបន្ទប់ទឹកហើយលាងដៃនៅក្នុងបន្ទប់ទឹកនឹងចេញហើយជាការសាហើយនិយាយឲ្យសុំឲ្យរឿងអាក្រក់តាមនឹងតាហើយចេញមកនិយាយតែរឿងល្អចាប់ជាការសាតែប៉ុណ្ណឹងបងប្អូននឹងអាចកាត់បន្ថយបានច្រើនចំពោះលេខសំណាងបងប្អូនអាចយក004និង04
004និង04នេះជាលេខសំណាងសម្រាប់បងប្អូនដែលសូមបិណ្ឌឃើញភ្នែកចម្លែកឬក៏ភ្លើងអ្វីមួយចម្លែកដែលដើរតាមយើងណាបងប្អូនណាជាប្រភេទភ្នែកដើរតាមឬក៏ភ្លើងដើរតាមបងប្អូនលោកតាលោកយាយអូពូមីងបងប្អូនប្រស័យទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចពុកម៉ែបងប្អូនណាជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ជួយដាក់មេដៃបងប្អូននឹងទទួលហេងនិងទទួលសំណាងរាល់ថ្ងៃតែម្ដងជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអូនពូមីងបងប្អូនប្រស័យទាំងអស់សូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យកាក់កបនិងហេហេរាល់ថ្ងៃសូមឲ្យបងប្អូនដែលធ្វើតាមនៅក្នុងវីដេអូរបស់ខ្ញុំសូមឲ្យជួបតែសេចក្តីសុខ